បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺផ្ដោតទៅលើការសម្រាយរាយជាប្រភេទលក្ខណៈ novel ឬយើងហៅថាប្រឡំលោកបែបពិភពគុណនឹងឯងចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយ Subscribe ហើយនិងដាក់កណ្ដឹងម្នាក់ផងដើម្បីអាចទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបែបនោះបន្តទៀតតោះឥឡូវនឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការសម្រាយសាច់រឿង novel របស់យើងទាំងអស់គ្នាចំពោះទី612រូបរាងពិតរបស់នារីដ៏ស្រស់ស្អាតនៅពេលហាន់លីឃើញព្រឹត្តិការណ៍របស់នារីវ័យក្មេងទឹកមុខរបស់គាត់ប្រែជាអាប់អួរភ្លាមៗមានពន្លឺត្រជាក់បានលេចឡើងចេញពីក្នុងភ្នែករបស់គាត់ក៏បានលើកប្រអប់ដោយមិននិយាយអ្វីបន្ទាប់មកបានចូលទៅជិតនាងទោះបីជាគាត់មិនដឹងថាហេតុអ្វីបានជានាងខ្លាចទៅលើវត្ថុមួយនេះក៏ដោយប៉ុន្តែគាត់ដឹងថានាងមិនមានចេតនាល្អចំពោះគាត់ទេដូច្នេះគាត់បានបោះបង់ចោលនូវគំនិតដែលចង់ជួយសង្គ្រោះនាងនារីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅបានបាត់ស្មារតីទាំងស្រុងដោយការភ័យខ្លាចនៅពេលដែលហាន់លីបានចូលទៅកាន់ទៅជិតនាងបានវាយថ្មដែលនៅខាងក្រោមនាងភ្លាមៗដើម្បីរត់គេចទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះបានធ្វើឲ្យវាដំណើរការក្បួនការរឹតបន្តឹងមួយចំនួននៅពេលដែលនាងបានផ្លាស់ទីបានចម្ងាយ3ម៉ែត្រភ្លើងពណ៌ក្រហមបានរំពាត់ជុំវិញនាងហើយនាំនាងត្រឡប់ទៅកាន់ទីតាំងដើមវិញពេលនោះប្រអប់ត្បូងថ្មបានហោះចេញពីដៃរបស់ហាន់លីហើយបានបញ្ចេញពន្លឺភ្លឺជាបន្តបន្ទាប់ខណៈពេលដែលវាហោះសំដៅទៅរកក្បាលរបស់នារីនោះរូបចម្លាក់ពណ៌មាសនៅលើប្រអប់មានពន្លឺចែងចាំងហើយបានបញ្ចេញនូវតួអក្សរពណ៌មាសរាប់មិនអស់ដែលអណ្ដែតចុះមកក្រោមឆ្ពោះទៅរកនារីវ័យក្មេងទេនារីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅបានស្រែកទាំងអស់សង្ឃឹមរូបរាងដ៏ស្រស់ស្អាតរបស់នារីនេះបានផ្លាស់ប្ដូរភ្លាមនាងបានប្រើដៃម្ខាងរបស់នាងដើម្បីបិទមុខយ៉ាងលឿនហើយទម្លាក់ក្បាលចុះមកទ្រង់ដោយព្យាយាមរក្សាមុខរបស់នាងឲ្យនៅឆ្ងាយពីវត្ថុវេទមន្តមួយនោះនៅពេលដែលតួអក្សរពណ៌មាសបានធ្លាក់ចុះមកដល់ស្មារបស់នារីវ័យក្មេងពន្លឺពណ៌មាសបានឆាបឆេះនិងបញ្ចេញផ្សែងពណ៌បៃតងយ៉ាងខ្លាំងក្លារាងកាយរបស់នារីវ័យក្មេងបានញ័រហើយបានបញ្ចេញនូវសំឡេងទ្រហោយំយ៉ាងខ្លាំងការស្រែកយំគឺថ្លង់នឹងអមនុស្សធម៌ដែលធ្វើឲ្យហាន់លីរន្ធត់ចិត្តយ៉ាងខ្លាំងនិងធ្វើឲ្យគាត់មានអារម្មណ៍ថាមានញើសត្រជាក់ហូរចេញមកយ៉ាងច្រើនគាត់បានដើរថយក្រោយដោយមិនដឹងខ្លួននៅពេលនោះដៃម្ខាងរបស់គាត់បានចាប់យ៉ាងតឹងទៅលើថង់សត្វវិញ្ញាណរបស់គាត់ជាមួយនឹងសត្វឃ្មុំនៃរបស់វិញ្ញាណគាត់បានក្តាប់យ៉ាងតឹងទៅលើដំបងត្បូងជាមួយនឹងដៃម្ខាងទៀតនៅពេលដែលគាត់បានសម្លឹងមើលទៅកាន់វេទិកាថ្មដោយការភ្ញាក់ផ្អើលនៅពេលដែលតួអក្សរសិលាចារឹកបានធ្លាក់ទៅលើស្ត្រីដែលមានសម្លៀកបំពាក់ពណ៌ខ្មៅបន្ថែមទៀតនោះវាបានបង្កឲ្យមានផ្សែងពណ៌បៃតងកាន់តែច្រើនបានចាប់ផ្ដើមហុយចេញពីរាងកាយរបស់នាងមួយសន្ទុះក្រោយមកផ្សែងពណ៌បៃតងបានហូបព័ទ្ធជុំវិញនាងរាងកាយរបស់នារីវ័យក្មេងមិនអាចត្រូវបានគេមើលឃើញទៀតទេនៅពេលនេះប៉ុន្តែពន្លឺនឹងការស្រែកយំបន្តរលត់បាត់ទៅវិញឡើយមួយសន្ទុះក្រោយមកសម្លេងស្រែកធ្ងន់បានប្រែទៅជាស្រកយ៉ាងខ្លាំងការផ្លាស់ប្ដូរភ្លាមនិងឥតជប់ឈរនៃការស្រែកទ្រហោយំយ៉ាងខ្លាំងគឺគួរឲ្យខ្លាចនៅក្នុងការមើលខ្លាំងណាស់ខណៈពេលដែលហាន់លីសម្លឹងមើលដោយក្តីបារម្ភក៏បានដកដង្ហើមធំហើយខំបំមុំមាត់របស់គាត់ក្លិនស្រួយបានសាយភាយពេញឡើងថ្មភ្លាមនៅពេលដែលមានផ្សែងពណ៌បៃតងបានលេចចេញមករាល់ការដកដង្ហើមបានធ្វើឲ្យគាត់មានអារម្មណ៍វិលមុខនិងចង្អោរចំពោះផ្សែងវិញហាក់ដូចជាមានជាតិពុលយ៉ាងខ្លាំងមួយសន្ទុះក្រោយមកស្តាមប្រែបានចាប់ដើមលេចចេញនៅក្នុងផ្សែងពណ៌បៃតងនោះហាន់លីបានភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនពេលដែលគាត់បានដឹងថាសម្លេងទាំងនោះគឺជាអ្វីក៏ញ៉ាំពណ៌បៃតងខ្មៅដែលជាប់នឹងចង្វាក់ប្រាក់ស្រាប់តែលាតសន្ធឹងពីក្នុងអាប់ក្នុងល្បឿនដូចជាផ្នែកបន្តហើយដំណងចំពោះមកកាន់ហាន់លីដែលនៅកាច់ជ្រុងនៃល្អាងក៏ញ៉ាំជើងអាចបត់បែនបានដូចជាពស់ដែលពុតខ្លួនហើយឈានដល់10ម៉ែត្រឆ្ពោះទៅរកហាន់លីដោយការព្យាយាមចាប់គាត់ហាន់លីបានញ័រពេញរាងកាយហើយប្រញាប់សង្កត់ទៅលើដំងត្បូងក៏គ្រាន់តែគិតចង់ប្រើនៅវិជាគុណមួយខ្សែចង្វាក់ប្រាក់សាប់តែទប់នៅក្រញាំខ្មោចក្នុងព្យុះការភ្លើងយ៉ាងលឿនសម្លេងធ្ងន់ដ៏ឈឺចាប់បានបន្លឺឡើងនៅក្នុងផ្សែងហើយក៏ញ៉ាំមកស្រួចក៏ដកខ្លួនចេញវិញភ្លាមហាន់លីសម្លឹងមើលទៅក្នុងអាប់ទៅខំបបោមាត់យ៉ាងខ្លាំងការបង្ហាញរបស់គាត់ប្រែប្រួលជាបន្តបន្ទាប់ពីពិចារណាបន្តិចមកការគិតរបស់ហាន់លីស្រាប់តែកាន់តែស្រពិចស្រពិលក៏បានថយក្រោយមកវិញជាមួយនឹងជំហានពីរបន្ថែមទៀតជាមួយនឹងជាចាំងថ្មវិញ្ញាណដែលនៅជិតខ្នងរបស់គាត់ក៏បានចាក់នូវថាមពលខាងវិញ្ញាណជាច្រើនទៅក្នុងដំបងថ្មដោយធ្វើឲ្យរបាំងពន្លឺពណ៌ក្រហមលឿងក្រាស់បានរុំជុំវិញខ្លួនរបស់គាត់ហើយធ្វើឲ្យគាត់មានអារម្មណ៍ថាធូរស្រាលបន្តិចមួយសន្ទុះក្រោយមកសម្លេងស្រែកយ៉ាងខ្លាំងមួយទៀតបានបញ្ចេញក្នុងអាប់ហើយរស្មីនៃសាលាចារឹកពណ៌មាសរបស់ប្រអប់ត្បូងថ្មក៏បានរលត់បន្តិចម្ដងបរិមាណនៃតួអក្សររបស់សាលាចារឹកដែលវាបានបង្កើតក៏បានចាប់ផ្ដើមកើនឡើងជាមួយនឹងអ្វីដែលគាត់បានឃើញហាន់លីបាននឹកគិតថាវាហាក់ដូចជាវត្ថុវេទមន្តមាសមានសមត្ថភាពទប់ទល់ទៅនឹងខ្មោចព្រាយឬអារក្សប៉ុន្តែវាមានកម្រិតថាមពលខាងវិញ្ញាណរបស់វានឹងអស់ប្រសិទ្ធភាពនៅទីបំផុតហើយនឹងមិនអាចខាត់នាងបានទេជាសំណាងល្អការប្រួយបារម្ភរបស់ហាន់លីគឺមិនមានភាពច្បាស់លាស់នោះទេនៅពេលបន្ទាប់សម្លេងស្រែកចុងក្រោយបានរសាត់បាត់ទៅវិញហើយផ្សែងអាប់ក៏នៅតែមានទោះជាណាក៏ដោយពន្លឺពណ៌មាសស្ទើរតែរសាត់បាត់ទៅហើយហាន់លីបានក្រឡេកមើលទៅលើសាលាចារឹកពណ៌មាសវាមិនបានបាត់ទៅវិញភ្លាមទេផ្ទុយទៅវិញគាត់នៅរងចាំវាមួយផ្លែសិនហ
ហាងលីបានក៏ឡែកមើលទៅលើសាលាចរពមមាសក៏មិនបានទៅចិត្តវាភ្លឹបភ្លាមទេផ្ទុយទៅវិញក៏បានរងចាំមួយផ្លែតសិនបន្ទាប់ពីពន្លឺពណ៌មាសបានរស័ព្ទទៅឆ្ងាយមានប្រអប់ថ្មមួយបានធ្លាក់ចូលទៅក្នុងអាប់ផ្សាយលោកក្រាស់ការបង្ហាញរបស់ហាន់លីក៏ចាប់ផ្ដើមព្រមជើបជួលម្ដងទៀតអង្គរវីដៃរបស់គាត់ហើយដោះថងសត្វវិញ្ញាណចេញមកបន្ទាប់មកគាត់បានបង្កើតត្រាអក្សរវិរុទ្ធជាមួយនឹងដៃដែលទៅតែដោះលែងហើយចាប់ផ្ដើមសូត្រអ្វីម្យ៉ាងដោយសំឡេងតិចៗនៅពេលបន្ទាប់ដុំពន្លឺពណ៌ក្រហមទំហំប៉ុនសុទ្ធបានលេចឡើងនៅចំពោះមុខរបស់គាត់បន្ទាប់ពីក្រឡេកមើលដុំពន្លឺនោះហាលីបានចង្អុលទៅក្នុងផ្សាយនៅពេលនោះដុំពន្លឺក៏ចាប់ផ្ដើមហោះចូលទៅក្នុងផ្សាយពណ៌បៃតងជាពន្លឺពណ៌ក្រហមគាត់បានជួយចិញ្ចាមរបស់គាត់ហើយនិយាយថាបំផ្ទុះប៊ុំផ្សាយបានហុយឡើងយ៉ាងសន្ធោសន្ធៅហើយបានខ្ចាត់ខ្ចាយភ្លាមបន្ទាប់មកវាទៅបានចំនួនដោយក្លិនស្អុយវិញម្ដងដោយដែលបានរំពឹងទុកវិជ្ជាគុណលក្ខណៈភ្លើងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការដោះស្រាយជាមួយនឹងធម្មពលដែលមានជាតិពុលហាលីបានឈរនៅនឹងមួយកន្លែងខណៈពេលដែលគាត់មានអារម្មណ៍ថាខ្យល់ក្តៅបានបក់មកលើគាត់កន្សោមចម្លែកមួយបានធ្វើឲ្យភ្នែករបស់គាត់បានញ័រនៅពេលដែលគាត់បានសម្លឹងមើលទៅលើវេទិកាថ្មខណៈដែលផ្សែងបានហុយចេញមកនៅពេលដែលគាត់បានឃើញនៅអ្វីដែលនៅទីនោះគាត់មានអារម្មណ៍ថាបេះដូងរបស់គាត់បានលូតញាប់គាត់បានលេបទឹកមាត់របស់គាត់បន្តិចខណៈដែលគាត់បានញាប់ញ័រពេញនៅឆ្អឹងខ្នងរបស់គាត់មានស្រមោលរូបរាងដូចជាមនុស្សនៅលើវេទិកាថ្មប៉ុន្តែគេមិនដឹងថាតើវានៅមានជីវិតឬក៏អត់ទេទោះបីជាវាត្រូវបានគេនិយាយថាមានរូបរាងដូចជាមនុស្សក៏ដោយវាក៏មានរោមពណ៌បៃតងក្រាស់គ្របដណ្ដប់លើរាងកាយរបស់វាដែរលើពីនេះទៅទៀតវាមានក្លិនស្អុយខ្លាំងដូចជាសាកសពដែលរលួយទោះបីជាគាត់មិនបានឃើញថាវាបែបនេះក៏ដោយវាអាចត្រូវបានកត់សម្គាល់ថាមិនមែនជាមនុស្សនោះទេដូចគ្នាជាមួយនឹងរូបរាងរបស់មនុស្សដែរប៉ុន្តែវាមានដៃតែមួយហើយដៃនេះវែងជាងមនុស្សធម្មតាទៅទៀតនិងមានក្រញាំខ្មៅថែមទៀតផងកន្លែងហ្នឹងគេចង់បញ្ជាក់ថារូបរាងរបស់នារីហ្នឹងគឺមិនជារូបរាងដែលដូចជាមនុស្សយើងទៀតទេឥឡូវហ្នឹងរូបរាងរបស់គាត់ដូចជាសត្វចម្លែកមួយអញ្ចឹងពួកនារីហ្នឹងគាត់មានរោមផងមានដៃវែងផងហើយថែមទាំងមានកញ្ញាំទៀតអញ្ចឹងដូចមនុស្សធម្មតាមិនកើតទេតែប៉ុន្តែដោយសារតែគាត់ត្រូវបានការរឹតបន្តឹងដែលជាច្បាក់នឹងចងហើយចាក់ទៅលើខ្លួនគាត់អញ្ចឹងទៅអត់មានធម៌ពលក្នុងការបិទបាំងទៅលើរូបរាងរបស់ខ្លួនឯងទៅជានារីសរសើរទៀតទេមានតែចាញ់រូបរាងពិតមកដែលជាពិសាចអញ្ចឹងទៅតោះយើងតទៀតនេះគឺច្បាស់ណាស់ថាវាគឺជាអ្វីដែលបានវាលោកហាន់លីកាលពីមុននេះអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតគឺថាច្របាក់ជាច្រើនដែលរុំជុំវិញខ្លួនរបស់វាពួកវាមិនត្រឹមតែចងជើងនិងដៃប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបានទម្លុះទ្រូងនៅក្នុងរបស់វាថែមទៀតផងវាត្រូវបានរៀបរៀងទាំងស្រុងឥឡូវនេះដោយមិនគិតអំពីអ្វីច្រើនហាលីបានចង្អុលទៅដាវហោះរបស់គាត់ហើយឲ្យវាហោះទម្លុះចូលទៅកាត់វិសាចនោះជាលទ្ធផលការតោងគ្នាជាបន្តបានមកលើកឡើងរោមពណ៌បៃតងបានការពារខ្លួនរបស់វិសាចនោះដោយមិនបង្កគ្រោះថ្នាក់អ្វីដល់វាឡើយហាលីញញឹមដែលមិនសប្បាយចិត្តប៉ុន្តែគាត់មិនមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងនោះទេដោយសារតែការរឹតបន្តឹងយ៉ាងខ្លាំងដែលវិសាចនេះត្រូវបានទទួលរងនោះហាលីមានការងឿងឆ្ងល់បន្តិចប្រសិនបើវាអាចរំដោះខ្លួនចេញបានបើអញ្ចឹងមែនវាមិនមែនជារឿងដែលសាមញ្ញនោះទេហាលីបានក្រវីដែរហើយឲ្យពួកវាហោះត្រឡប់ទៅរកគាត់វិញបន្ទាប់មកគាត់បានបោះជំហានទៅមុខមួយជំហានទៀតហើយទាញដៃអាយរបស់គាត់ទៅកាន់សត្វចម្លែកសក់ពណ៌បៃតងនៅពេលនោះអាប់ពណ៌ខៀវសង្ងាត់បានបាញ់ចេញពីដៃអាយរបស់ហាន់លីហើយបានរំពាត់សត្វចម្លែកនោះថ្នមជាហេតុដែលធ្វើឲ្យវាធ្លាក់ចុះមកដល់ឥដ្ឋជាមួយនឹងរូបរាងពិតរបស់វាដោយសក់របស់វាបានបែកចេញវាត្រូវបានបង្ហាញថាមានតែស្បែកនិងឆ្អឹងដូចជាគ្រោងឆ្អឹងដែលស្ងួតមាត់ចំហពាក់កណ្ដាលរបស់វាមានចង្កូមវែងមួយអ៊ីងផុសចេញពីវាធ្វើឲ្យមានរូបរាងដ៏គួរភ័យខ្លាចនេះគឺហាលីក្រឡែកមើលរោមពណ៌បៃតងនៅលើដងខ្លួនរបស់វានិងមុខរបស់វាហាក់ដូចគាត់ធ្លាប់បានដឹងវាពីមុនមកនៅក្នុងកំណត់ត្រានៃសភៅបុរាណបន្ទាប់ពីបន្ទាបក្បាលចុះក្នុងការសញ្ជឹងគិតមួយសន្ទុះឈ្មោះរបស់វាបានលេចឡើងក្នុងការចងចាំរបស់គាត់មិនអាចធ្វើឲ្យបានទេប៉ុន្តែបានងើបក្បាលឡើងហើយស្រែកដោយភ័យខ្លាចថាខ្មោចវិញ្ញាណបិសាចរំពេចនោះគាត់នឹកឃើញរឿងព្រេងដ៏គួរឲ្យភ័យខ្លាចនៃវិញ្ញាណដ៏កាចសាហាវនេះពីសម័យបុរាណខ្មោចវិញ្ញាណបិសាចគឺជាប្រភេទនៃសាកសពទោះជាយ៉ាងណាក៏ដោយវាមានភាពខុសគ្នាខ្លាំងពីសាកសពដែលចំណាញ់ពីអ្នកបង្ហាត់និងសាកសពធម្មតាដែលបានកើតឡើងពីធម្មជាតិនៅក្នុងដីដ៏ជ្រៅវាបានបង្ហាញខ្លួននៅក្នុងកលៈទេសៈដ៏កម្រនិងជាក់លាក់ប៉ុណ្ណោះទោះបីជាគ្មាននរណាម្នាក់បានដឹងអំពីវិធីសាស្ត្រដែលវិញ្ញាណដ៏គួរភ័យខ្លាចនេះបានកើតឡើងក៏ដោយមានលក្ខខណ្ឌសំខាន់ពីរដែលសាកសពនេះអាចកើតឡើងបានដោយលក្ខខណ្ឌទី1យ៉ាងហោចណាស់ត្រូវមានសាកសពរបស់អ្នកបង្ហាត់ព្រលឹងដំណាក់កាលទី4សាកសពរបស់មនុស្សធម្មតានិងអ្នកបង្ហាត់ថ្នាក់ទាបមិនគ្រប់គ្រាន់ដើម្បីបង្កើតនូវខ្មោចវិញ្ញាណបិសាចនោះទេចំពោះលក្ខខណ្ឌទី2វិញសាកសពនេះត្រូវតែមានឬក៏ខាងវិញ្ញាណឋានសួគ៌ដែលជាលក្ខណៈឈើឬផែនដីបើមិនដូច្នេះទេវាមិនអាចទាញយកការគ្រប់គ្រងពីធម្មជាតិដើម្បីឲ្យរស់ឡើងវិញម្ដងទៀតផងឡើយលើពីនេះទៅទៀតអ្នកបង្ហាត់ត្រូវតែស្លាប់ដោយទុក្ខសោកយ៉ាងខ្លាំងបំផុតដោយព្រលឹងរបស់ពួកគេគឺមិនចង់ត្រឡប់ទៅរកមេគានៃការចាប់បដិសន្ធិឡើងវិញនោះទេវាត្រូវបានរក្សាទុកនៅក្នុងសាកសពនោះ
នៅពេលដែលពេលវេលាបានកន្លងផុតទៅជាមួយនឹងលក្ខខណ្ឌមិនច្បាស់លាស់មួយចំនួនផ្សេងទៀតត្រូវបានមកពេញប្រលឹងនឹងសាកសពនឹងបញ្ចូលគ្នាដើម្បីបង្កើតជាបិសាចដែលគេស្គាល់ថាជាខ្មោចបិសាចវិញ្ញាណបិសាចនេះអាចនិយាយបានថាពាក់កណ្ដាលមនុស្សនិងពាក់កណ្ដាលទៀតគឺជាសាកសពព្រមទាំងពាក់កណ្ដាលទៀតគឺជាខ្មោចវាមិនត្រឹមតែអាចដើរហើរក្រោមកម្ដៅថ្ងៃបានប៉ុណ្ណោះទេប៉ុន្តែវាក៏មានការចងចាំនិងវិជ្ជាគួរខ្លាំងក្លាតាំងពីវាមានជីវិតមកផងដែរហើយដោយសារតែវាបានស្លាប់ដោយសារទុក្ខវេទនាយ៉ាងខ្លាំងនោះវិញ្ញាណដ៏គួរឲ្យភ័យខ្លាចនេះពិតជាមានភាពខុសខើយ៉ាងខ្លាំងពួកគេចូលចិត្តនៅក្នុងការប្រមាញអ្នកវឹកហាត់និងធ្វើទារុណកម្មប្រលឹងរបស់ពួកគេយឺតដោយដុតជាមួយនឹងភ្លើងដើម្បីភាពសប្បាយរីករាយរបស់ពួកគេវាអស់រយៈពេលជាយូរមកហើយដែលបិសាចដ៏សាហាវដែលជាខ្មោចវិញ្ញាណនេះមិនបានបង្ហាញខ្លួននៅក្នុងពិភពអ្នកវឹកហាត់មួយនេះហាលីរបស់យើងមិននឹងប៊ីចប់អត់ទេបើសិនជាគាត់ជួយទៅលើនារីដែលស្លៀកឈុតខ្មៅដែលជាបិសាចហ្នឹងដឹងតែនារីម្នាក់នឹងចាប់អាងអីឬក៏ចាប់ដុតអីអញ្ចឹងរួចគ្រូមិញចំពោះហានលីធម្មតាទូឯងក៏មិនដែរឲ្យធ្លាក់ក្នុងក្រាបដៃឬក៏ចាញ់ល្បិចទៅលើពីណាទេហើយបងប្អូនទាំងអស់គ្នាគ្រាន់តែជាការនិយាយលេងទេហើយចំពោះបងប្អូនដែលបានស្ដាប់ដល់ចប់ឬក៏បានពេញចិត្តទៅលើវីដេអូការសម្ដែងរឿងមួយហ្នឹងសូមធ្វើការ comment ទាំងអស់គ្នាអាច comment ថាពាក្យពេញចិត្តក៏បានឬក៏អីក៏បានខ្ញុំអាចដឹងបានចឹងអូខេហ្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការតាមទស្សនាហើយនឹងជួបគ្នាបន្តទៀតនៅភាពបន្ត